ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់កាសែត Washington Post ដែលជាសារព័ត៌មានធំនៅសហរដ្ឋអាមេរិកនេះគឺបានរាយការណ៍ថាលោកប្រធានាធិបតី Donald Trump បានបន្តដាក់សម្ពាធទៅលើប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃសៅរ៍នេះលោកប្រធានាធិបតី Donald Trump បានដាក់សម្ពាធយ៉ាងខ្លាំងតែម្ដងទៅលើប្រធានាធិបតីរបស់អ៊ុយក្រែនគឺលោក Volodymyr Zelensky ដោយនិយាយថាលោក Zelensky អាចយល់ព្រមតាមសំណើសន្តិភាពដែលសេតាវិមានបានរៀបចំឡើងមកឲ្យបានប្រគល់ជូនលោក Zelensky កាលពីថ្ងៃប្រហ័សឬក៏លោក Zelensky អាចនៅបន្តប្រយុទ្ធឲ្យអស់ពីចិត្តទៅចោះមតិយោបល់នេះដែលធ្វើឡើងដោយបានថ្លែងទៅប្រាប់អ្នកសារព័ត៌មានគឺនៅក្នុងរដ្ឋធានី Washington នេះគឺជាផ្នែកមួយនៃការដែលលោកប្រធានាធិបតី Donald Trump ខិតខំដាក់សម្ពាធនិងជំរុញឲ្យមេដឹកនាំអ៊ុយក្រែនទទួលយកផែនការចំនួន28ចំណុចដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្ដើមដោយការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ2022ហើយការដាក់សម្ពាធបែបនេះហើយនឹងផែនការនោះបានទាក់ទាញឲ្យមានការរិះគន់យ៉ាងខ្លាំងរួមទាំងសមាជិកសភាដែលមកពីគណៈបកសាធារណរដ្ឋរបស់លោកប្រធានាធិបតីខ្លួនឯងតែម្ដងដោយពួកគេយល់ថាកិច្ចព្រមព្រៀងសំណើកិច្ចព្រមព្រៀងសន្តិភាពនេះគឺផ្ដល់ផលប្រយោជន៍យ៉ាងខ្លាំងទៅដល់ទីក្រុងមូស្គូដោយសារតែផែនការនេះនឹងបង្ខំឲ្យអ៊ុយក្រែនធ្វើសម្បទានដីដែលនឹងកិច្ចការមួយចំនួនដែលគេមើលឃើញថាជាយូរមកហើយថាជារឿងមួយដែលរុស្ស៊ីចង់បានហើយអ៊ុយក្រែនប្រកាសជាមិនអាចធ្វើតាមបាននោះទេក្នុងនោះគឺរួមមានការប្រគល់ទឹកដីនឹងទៅឲ្យរុស្ស៊ីហើយកាត់បន្ថយទំហំយោធារបស់អ៊ុយក្រែននឹងយ៉ាងច្រើនរួមទាំងការហាមឃាត់មិនឲ្យមានវត្តមានរបស់យោធា NATO ណាមួយនៅលើទឹកដីរបស់អ៊ុយក្រែនផងដែរទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃសៅរ៍នេះលោកត្រាំបានបង្ហាញពីការបត់បែនបន្តិចបាទជាមួយនឹងលោក Zelensky នៅពេលដែលអ្នកសារព័ត៌មានសួរថាតើនេះជាការផ្ដល់ជូនចុងក្រោយរបស់លោកចំពោះអ៊ុយក្រែនឬក៏អត់លោកត្រាំបាននិយាយថាមិនមែនទេនេះមិនមែនជាចុងក្រោយទេដោយលោកបន្ថែមថាគឺលោកចង់បានសន្តិភាពហើយគួរតែសម្រេចបានយូរមកហើយសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែននោះហើយគឺឥឡូវនេះគឺយើងកំពុងតែព្យាយាមបញ្ចប់ចំនួននេះហើយមធ្យោបាយមួយឬក៏មធ្យោបាយណាក៏ដោយគឺយូរមិនឆាប់គឺយើងត្រូវតែរកវិធីបញ្ចប់ឲ្យបានសំណើនេះបានតាក់ទាញឲ្យមានការព្រួយបារម្ភភ្លាមតែម្ដងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅក្នុងអឺរ៉ុបដោយនៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេសចំនួន20នៅក្នុងទីក្រុង Johannesburg នៅថ្ងៃសៅរ៍នេះមេដឹកនាំអឺរ៉ុបជាង10នាក់បានរៀបចំសេចក្តីព្រាងសំណើមួយទប់ទល់ជាមួយនឹងសំណើដែលលោកប្រធានាធិបតី Donald Trump បានដាក់ចេញមកបាទសំណើដើមនោះគេហៅថាជាមូលដ្ឋាននិងត្រូវការងារដើម្បីគេពិភាក្សាបន្ថែមទៀតផងដែរគេគ្រាន់តែចេញមកនេះគឺគ្រាន់តែជាសំណើដែលព្រៀងសិនទេហើយមានចំណុចសំខាន់ច្រើនហើយក្រុមដែលនាំមុខគេនៅក្នុងការរៀបចំសំណើនេះគឺមានលោកប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Friedrich Merz លោកទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថាពួកអស់លោកមានការព្រួយបារម្ភចំពោះការរឹតបន្តឹងដែលបានស្នើឡើងដាក់មកលើកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនហើយដែលនឹងធ្វើឲ្យអាចនឹងធ្វើឲ្យអ៊ុយក្រែនងាយនឹងរងគ្រោះក្នុងការវាយប្រហារណាផ្សេងទៀតនាពេលអនាគតសេចក្តីថ្លែងការណ៍នេះក៏បាននិយាយថាពួកអស់លោកដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននេះគឺបញ្ជាក់ជាថ្មីម្ដងទៀតថាការអនុវត្តចំណុចណាក៏ដោយបាទតាក់ទងជាមួយនឹងសហភាពអឺរ៉ុបនិងតាក់ទងជាមួយនឹងអង្គការអូតង់គឺត្រូវការយល់ព្រមពីសមាជិករបស់សហភាពអឺរ៉ុបផងដែរហើយនឹងអង្គការអូតង់គឺมันអាចចេញមកតែទ្វេភាគីរវាងសហរដ្ឋអាមេរិកហើយនឹងរុស្ស៊ីឬក៏អ៊ុយក្រែនដោយគ្មានសហភាពអឺរ៉ុបបាននោះទេហើយបើយោងតាមសំណើរបស់សហភាពអឺរ៉ុបហ្នឹងគឺអត់មានទេណាអត់មានការរឹតបន្តឹងទៅលើកងកម្លាំងរបស់ទីក្រុងគីវទេអត់មានកំណត់ចំនួនអត់មានការរឹតបន្តឹងអ្វីទាំងអស់នេះបើយោងតាមសេចក្តីព្រាងនៃសំណើសន្តិភាពដែលកាសែត Washington Post ទទួលបានហើយអ៊ុយក្រែនវិញគឺទទួលបាននៅការគ្រប់គ្រងឡើងវិញនៅរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងទីក្រុង Zaporizhzhia ហើយនឹងទំនប់ Kharkova
ហើយក៏នឹងអាចទទួលបានការប្រើប្រាស់តាមផ្លូវទឹកមកគឺទៅលើទន្លេ Dnipro មកទន្លេ Dnipro ហ្នឹងកាត់អញ្ចឹងមកគឺឲ្យការប្រើប្រាស់ទន្លេនឹងវិញបានដោយគ្មានការរឹតបន្តឹងទេបាទហើយនឹងការគ្រប់គ្រងទៅលើតំបន់ដីពយមួយគេហៅថា Kinburn ដែលនៅក្បែរនៅខាង Kherson ហើយចំនួនទឹកដីផ្សេងទៀតនឹងត្រូវដោះស្រាយគ្នាក្រោយពីបទជបាញ់នេះបើតាមសំណើនោះអញ្ចឹងមានន័យថាมันមានការធ្វើសម្បទានដីធ្លីអ្វីនៅពេលនេះទេគឺជបាញ់គ្នាសិនហើយចាំនិយាយពីរឿងទឹកដីនៅពេលក្រោយនេះគឺជាសំណើរបស់សហភាពអឺរ៉ុបតបតទៅនឹងសំណើដែលសេដ្ឋវិមានបានដាក់ចេញក៏ប៉ុន្តែដោយដែលសេចក្តីរាយការណ៍កាលពីថ្ងៃម្សិលមិញគឺមេដឹកនាំទាំងអស់នោះក៏មានការប្រុងប្រយ័ត្នផងដែរមិនចង់ធ្វើយ៉ាងណាដើម្បីឲ្យលោកត្រាំអន់ចិត្តឬក៏ខឹងសម្បានោះឡើយព័ត៌មានទី2នេះគឺពាក់ព័ន្ធជាមួយនឹងស្ថានភាពនយោបាយនៅក្នុងរដ្ឋ Texas ប្រិមត្តបានដឹងហើយគឺនៅរដ្ឋ Texas ដោយមានការស្នើពីលោកប្រធានាធិបតី Donald Trump ឲ្យរៀបចំមណ្ឌលសភាថ្នាក់ជាតិឡើងវិញនៅទីនោះគឺខាងក្រុមសមាជិករដ្ឋសភាប្រចាំរដ្ឋនៃរដ្ឋ Texas មកពីខាងគណៈបកសាធារណរដ្ឋបានរៀបចំផែនទីមួយឡើងដោយធ្វើយ៉ាងណាអាចនឹងរឹបអូសយកអាសនៈរបស់គណៈបកប្រជាធិបតេយ្យពី5ទៅ6អាសនៈយ៉ាងតិចបំផុត5នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅពេលខាងមុខនេះក៏ប៉ុន្តែមានក្រុមមេធាវីមួយចំនួនបានប្តឹងតបតនឹងផែនទីថ្មីនេះថាវាមានលក្ខណៈរើសអើងហើយខាងតុលាការជាន់ទាបបានសម្រេចថាផែនទីនេះមិនអាចប្រើប្រាស់បានទេដោយសារតែវាមានលក្ខណៈរើសអើងនយោបាយហើយការគូផែនទីនេះគឺផ្អែកទៅលើរឿងនយោបាយដោយពេលសម្រេចអញ្ចឹងហើយក៏ខាងអភិបាលរដ្ឋ Texas បានប្តឹងទៅតុលាការកំពូលថាការសម្រេចរបស់តុលាការជាន់ទាបនេះគឺមិនសមស្របទៅតាមស្ថានភាពជាក់ស្ដែងនោះទេបាទហើយកាលពីយប់ថ្ងៃសុក្របាទយប់មិញប្រហែលម៉ោងមុននេះគឺនៅតុលាការកំពូលបានសម្រេចបាទឲ្យផ្អាកការអនុវត្តដោយការសម្រេចបណ្ដោះអាសន្នរបស់តុលាការជាន់ទាបនេះមួយរយៈសិនដូច្នេះមានន័យថាការដែលខាងរដ្ឋ Texas ចង់ប្រើផែនទីថ្មីដែលគេទើបតែគូឡើងសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ2026នេះគឺនៅអាចអនុវត្តបានក៏ប៉ុន្តែមិនមែនទាន់ចូលជាស្ថាពរទេគឺគ្រាន់តែទុកឱកាសឲ្យខាងតុលាការជាន់ទាបហ្នឹងមានពេលដើម្បីពិនិត្យសំណុំរឿងនេះឲ្យបានដល់មុននឹងធ្វើការសម្រេចជាចុងក្រោយឡើងវិញបាទបានមានការកាត់បន្តទៀតបាទនេះគឺយ៉ាងណាក៏ដោយបើទោះបីជាវាលក្ខណៈបណ្ដោះអាសន្នក៏បង្ហាញនៅជ័យជំនះទូចមួយសម្រាប់រដ្ឋ Texas ផងដែរក្នុងការដែលពួកគេប៉ុនប៉ងដើម្បីរឹបអូសយកអាសនៈរបស់គណៈបកប្រជាធិបតេយ្យព័ត៌មានទី3នេះវិញគឺក្រុមអតីតយុទ្ធជនបានចេញមករួមគ្នាធ្វើប្រតិកម្មតបជាមួយនឹងការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Donald Trump ដែលបានវាយប្រហារទៅលើសមាជិកសភានៃគណៈបកប្រជាធិបតេយ្យសមាជិកសភានោះគឺមានទាំងសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភានៃគណៈបកប្រជាធិបតេយ្យដែលបាននិយាយក្នុងពេលកន្លងមកដោយស្នើសុំឲ្យយោធាឬក៏សហគមន៍ស៊ើបការសម្ងាត់ហ្នឹងគឺមិនអនុវត្តតាមបទបញ្ជាណាដែលខុសច្បាប់ដោយពេលនោះបានធ្វើឲ្យលោកប្រធានាធិបតី Donald Trump ខឹងសម្បាខ្លាំងហើយលោកបានហៅអ្នកទាំងនោះថាជាអ្នកដែលក្បត់ជាតិបាទជាអ្នកដែលធ្វើសកម្មភាពមានចរិយាបះបោរហើយនឹងស័ក្តិសមនឹងកាត់ទោសប្រហារជីវិតអីជាដើមហើយថែមទាំងបានគម្រាមថានឹងឲ្យក្រសួងការពារជាតិបើកការស៊ើបអង្កេតទៅលើអ្នកទាំងអស់នោះបាទហើយកាលពីថ្ងៃម្សិលមិញគឺសមាជិកសភាទាំងនោះមានការព្រួយបារម្ភការភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួនថែមទាំងស្នើសុំឲ្យប៉ូលីសខាងសភាការពារហើយនឹងបើកការស៊ើបអង្កេតចំពោះពាក្យសម្ដីគម្រាមកំហែងរបស់លោកប្រធានាធិបតី Donald Trump ដោយសារតែពួកអស់លោកស្រីបារម្ភថាអ្នកដែលគ្រប់គ្រងលោកប្រធានាធិបតី Donald Trump អាចនឹងចាត់ការអំពើហិង្សាណាមួយដោយមិនចាំបាច់មានបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីនោះទេមកហើយនៅថ្ងៃនេះគឺក្រុមខាងអតីតយុទ្ធជន
ដែលមានទាំងតបជើងទឹកជើងគោកជើងអាកាសហើយនឹងអ្នកដែលធ្លាប់បានប្រយុទ្ធនៅក្នុងសង្គ្រាមវៀតណាមនៅក្នុងប្រទេសវៀតណាមនោះក៏បានចេញមកធ្វើប្រតិកម្មផ្សេងគ្នាដោយចាត់ទុកថាអ្វីដែលលោកប្រធានាធិបតីបានថ្លែងនេះគឺជារឿងមួយខុសធ្ងន់ណាស់ horribly wrong ខុសក្នុងខ្លាំងតែម្ដងគឺมันអាចនឹងយករឿងយោធាមកធ្វើជារឿងនយោបាយដូច្នេះបានទេបាទខាងអតីតយុទ្ធជនថាគឺលោកតាមយករឿងយោធាមកធ្វើជារឿងនយោបាយដែលនិយាយគម្រាមកំហែងទៅដល់សមាជិករដ្ឋសភាហើយអ្នកទាំងអស់នោះខ្លះថែមទាំងជាអតីតយុទ្ធជនទៀតអតីតយុទ្ធជនហើយអ្នកដែលមានធ្លាប់ធ្វើការងារខាងសេវាស៊ើបការផងដែរអញ្ចឹងគឺជារឿងមួយដែលអស់លោកស្រីអតីតយុទ្ធជននេះចាត់ទុកថាជារឿងប្រើប្រាស់យោធាធ្វើជារឿងនយោបាយរបស់លោកប្រធានាធិបតី Donald Trump ហើយពួកអស់លោកស្រីចាត់ទុកថាវាជារឿងមួយគ្រោះថ្នាក់ណាស់ដែលកាលណាដែលលោកប្រធានាធិបតីនិយាយដូច្នេះគឺអាចនឹងអ្នកទាំងអស់នោះបាទចាត់វិធានការធ្វើអ្វីមិនល្អបានហើយពួកគេបានបន្តទៀតថាអ្នកដែលស័ក្តិសមជាជនក្បត់ពិតប្រាកដនោះគឺអ្នកដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលដែលបានមកវាយសភាកាលពីថ្ងៃទី6 ខែមករាឆ្នាំ2021ក៏ប៉ុន្តែបែរជាលោកប្រធានាធិបតី Donald Trump លើកលែងទោសឲ្យអ្នកទាំងអស់នោះទៅវិញមិនបានកាត់ទោសឲ្យពួកគេដែលមកបះបោរនោះទេដូច្នេះខាងអតីតយុទ្ធជនបានបារម្ភថាកាលណាលោកប្រធានាធិបតីថ្លែងដូច្នេះគឺពួកគេអាចធ្វើសកម្មភាពអាក្រក់បន្ថែមទៀតដោយរំពឹងថាថ្ងៃក្រោយលោកប្រធានាធិបតីនឹងលើកលែងទោសដល់ពួកគេបាទនេះគឺជាសេចក្តីរាយការណ៍របស់ The Times The Guardian បាទគាត់បានយកអត្ថបទនេះមកផ្សាយហើយខ្ញុំដកស្រង់មកជូនប្រិយមិត្តទាំងអស់គ្នាបាទដោយដែលខ្ញុំបានសុំបាក់មកកញ្ចក់បន្តិចណាដោយដែលខ្ញុំបានជម្រាបប្រិយមិត្តក្នុងពេលកន្លងមកហើយគឺឃើញនៅអាមេរិកនឹងអញ្ចឹងអ្នកដែលគេអាចនិយាយប៉ះពាល់រឿងទាហានអីចឹងបានស្ថិតតែជាអ្នកអតីតយុទ្ធជនអញ្ចឹងហើយបានគេមាន credential ពាក្យសម្ដីគេនិយាយមួយមាន credential មានទម្ងន់ដែលអាចយកជាការបានមិនមែនអ្នកដែលអត់ទាន់ស្គាល់កាភ្លើង9 មីលីម៉ែត្រមិន22 long rifle មិនឬក៏អីណា380ឬក៏9 short whatever ឬក៏122 មីលីម៉ែត្រមិនមកនិយាយចេញមកដូចសុំកាន់សិតតែមកកងពលអីហ្នឹងងាប់ឈរមកបាទអ្នកខ្លះអត់ដែលស្គាល់ប្រវត្តិទាហានមិនប៉ុន្តែសុំកាន់ម្ដងសិតមកកងពលហ្នឹងស្ងប់ហើយបាទនឹងងាប់មកកូនទាហានមកកងពលហ្នឹងក្រុមមេកងពលបែបហ្នឹងបាទអញ្ចឹងគឺនៅសហរដ្ឋអាមេរិកគេអញ្ចឹងណាបាទនៅសហរដ្ឋអាមេរិកគឺអ្នកដែលអាចនិយាយពាក់ព័ន្ធជាមួយនឹងរឿងទាហានបានតើគេមានប្រវត្តិទាហានអញ្ចឹងបាទគេនិយាយគេចេញសេចក្តីថ្លែងការណ៍ឃើញដូចតែខ្ញុំធ្លាប់បានជម្រាបប្រិមិត្តយូរមកហើយជាបន្តឲ្យថារឿងទាហានមួយគឺកុំប៉ះពាល់ណាកុំប៉ះពាល់អ្នកដែលអាចប៉ះពាល់អ្នកដែលអាចនិយាយបានគេតើគេមាន background មានប្រវត្តិគេជាយុទ្ធជនអតីតយុទ្ធជនចឹងបានគេនិយាយទៅមានទម្ងន់ហើយនឹងគេដឹងសាច់រឿងច្បាស់ប៉ុណ្ណឹងហើយលោកប្រធានាធិបតី Donald Trump លោកនៅខាងទៀតណាបាទលោកចង់ចាប់ទោសអូដំណើរទៀតបាទអញ្ចឹងខ្ញុំគាត់ថាជម្រាបជូនប្រិមិត្តឲ្យបានដឹងប៉ុណ្ណឹងណាបាទព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation របស់ថៃគឺបានរាយការណ៍ពាក់ព័ន្ធជាមួយនឹងការដែលថៃបានបដិសេធមិនអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាដោយមានលោកប្រធានាធិបតី Donald Trump បានធ្វើជាសារអស័យដូច្នេះនៅមានការពិភាក្សាជាច្រើនឥឡូវខ្ញុំសូមដកស្រង់ខ្លះពីសារព័ត៌មាន The Nation ហ្នឹងដើម្បីឲ្យចង់ដឹងថានៅក្នុងមជ្ឈដ្ឋានមហាជនប្រទេសថៃនេះគេពិភាក្សាយ៉ាងណាបន្ថែមទៀតអំពីបញ្ហានេះបើយោងតាមការរាយការណ៍របស់កាសែត The Nation គឺការផ្អាកកិច្ចព្រមព្រៀងសន្តិភាពរបស់ប្រទេសថៃនេះគឺបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្លាអំពីទូនាទីរបស់សហរដ្ឋអាមេរិកនិងការប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 នាពេលអនាគតគឺការសម្រេចនេះបាទយើងដឹងហើយគឺខាងរដ្ឋធានី Washington ក៏មានប្រតិកម្មភ្លាមផងដែរគឺបានចេញលិខិតមួយដែលជូនដំណឹងទៅដល់ខាងប្រទេសថៃថាខាងពាណិជ្ជកម្មបាទរបស់សហរដ្ឋអាមេរិកនេះគឺបានផ្អាកចរចាពាណិជ្ជកម្មទៅលើបញ្ហាពន្ធគយជាមួយនឹងប្រទេសថៃផងដែរហើយដោយសារតែបញ្ហាដែលថៃមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូហើយក្នុងពេលកន្លងមកគឺថៃគាត់ចោទប្រកាន់ថាគឺកម្ពុជាជាអ្នករំលោភកិច្ចព្រមព្រៀងនោះ
សារព័ត៌មាន The Nation បានរាយការណ៍បន្តទៀតថាទោះបីជារដ្ឋាភិបាលថៃបានបញ្ជាក់នៅពេលក្រោយមកថាការជូនដំណឹងរបស់សហរដ្ឋអាមេរិកបានកើតឡើងមុនពេលនាយករដ្ឋមន្ត្រីគឺលោកអនុทิន ឆាន់វីរៈគុលបានសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដោយគឺមន្ត្រីនោះគឺបានទទូចទៀតថាដូច្នេះការចរចាពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកនោះគឺមិនមានការផ្អាកទេគឺមិនមានការផ្អាកទាំងស្រុងទេហើយបាននិយាយចេញមកដើម្បីការពារខ្លួនដូច្នេះនេះដែលសារព័ត៌មានគាត់ចាត់ទុកថាគឺប្រធាននាយករដ្ឋមន្ត្រីក៏ដូចជាមន្ត្រីរដ្ឋាភិបាលរបស់ថៃហ្នឹងហាក់ដូចជាយកសម្ដីធម្មតាមានទម្ងន់ជាងឯកសារផ្លូវការដែលបានសហរដ្ឋអាមេរិកផ្ញើជូនបាទហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យមហាជនគាត់មានការសង្ស័យពីព្រោះមហាជនក៏គាត់អត់ជឿដែរដោយដែលខ្ញុំបានជម្រាបក្នុងពេលកន្លងមកអញ្ចឹងគឺលិខិតបើសិនជាកាលណាគេសុំផ្អាកការអនុវត្តការងារមួយតាមបែបបទរដ្ឋបាលគឺគេផ្ញើជម្រាបយើងហើយបើសិនជាក្រោយមកមានការចរចាគ្នាដោយផ្ទាល់មាត់ឲ្យមានការផ្អាកការបំរាមនឹងក៏ដោយក៏គេជូនលិខិតមួយផ្សេងទៀតជាលិខិតរដ្ឋបាលបន្ថែមទៀតដែរគេថាយោងតាមការសន្ទនាគ្នារវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងលោកនាយករដ្ឋមន្ត្រីឆាន់វីរៈគុលអញ្ចឹងឥឡូវនេះគឺការចរចាពាណិជ្ជកម្មនឹងត្រឡប់មកវិញក៏ប៉ុន្តែលិខិតផ្លូវការនេះអត់ទាន់មានទេគឺមានតែការបកស្រាយពីមន្ត្រីថៃតែប៉ុណ្ណោះដូច្នេះហើយមហាជនថៃនេះបើតាមការរាយការណ៍របស់កាសែត The Nation គាត់ថាមហាជនថៃគឺនៅមានការសង្ស័យអត់ជឿអ្វីដែលរដ្ឋាភិបាល